លោកអ្នកនាងជាទីមេត្រីស្ថានភាពចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងកើនឡើងកាន់តែតានតឹងនិងរីករាលដាលលើប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈមបូព៌ានៅថ្ងៃពុធនេះអាជ្ញាធរអេស៊ីបានបញ្ជាក់ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូនបានបង្កឲ្យឆាបឆេះលើនាវានៅកំពង់ផែប្រទេសរបស់ខ្លួនក្នុងចំណោមនាវាទាំងនោះមានកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកផងដែរមន្ត្រីនៅទីនោះបាននិយាយថានេះគឺជាលើកដំបូងហើយដែលហេដ្ឋារចនាសម្ព័ន្ធរបស់អេស៊ីបរងការវាយប្រហារចាប់តាំងពីមានចំនួនផ្ទុះឡើងក្នុងពេលជាមួយគ្នានេះអារ៉ាប៊ីសាអូឌីតក៏បានបើកការវាយប្រហារលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីបានព្យាយាមរក្សាជំហរមិនចូលរួមក្នុងដោយឡែកសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាទ្រង់ទ្រាយធំលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីជាការឆ្លើយតបប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថាមានសម្លេងផ្ទុះជាច្រើនតំបន់នៅក្នុងទីក្រុងហាន់ដាបាកោះខាសនិងកោះឈូឡាំស្ថិតក្នុងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថាច្រកហោះម៉ោសនឹងបន្តបិទហើយព្រមានថាអ្នកឈ្លានពាននឹងត្រូវទទួលការសងសឹកស្របពេលជាមួយគ្នានេះប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចាត់វិធានការសងសឹកដោយថ្លែងថាឥឡូវនេះដល់វេនយើងហើយស្ថានភាពនៅក្នុងតំបន់កំពុងវិវត្តយ៉ាងឆាប់រហ័សខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងព្រួយបារម្ភចំនួននេះអាចរីករាលដាលកាន់តែធំ